របៀបលាយទឹកដោះគោខ្ទិះយើងយកកាដូដែលមានរង្វាល់អំអិលមកស្រួលយើងចាក់ទឹកដោះគោខ្ទិះ40ឬក៏60ស្រាប់តែយើងចាក់ទេនេះគឺដោះគោខ្ទិះ coffee បន្ទាប់មកគឺយើងមានទឹកដោះគោរបស់ខ្មែរយើងដោះគោស្រស់ម៉ូម៉ូអញ្ចឹងអ្នកទាំងអស់គ្នាយកដោះគោអីក៏បានដែរយកមកលាយសម្រាប់ខ្ញុំដាក់ដោះគោម៉ូម៉ូហ្នឹងលាយអញ្ចឹងម៉ូម៉ូ600 ml ដោះគោខ្ទិះក៏600 ml ដែរអញ្ចឹងកម្រិតស្មើគ្នាទាំងពីរហ្នឹងគឺមានយកស្មើគ្នាយើងចង់លាយប៉ុណ្ណាយើងដាក់ស្មើគ្នាប៉ុណ្ណឹងទៅសម្រាប់ទឹកដោះគោខ្ទិះហ្នឹងគឺឆ្ងាញ់យើងលាយដាក់កាហ្វេដោះគោត្រូវតែម្ដងកាហ្វេដោះគោហ្វីនណាបងប្អូនហើយយើងដាក់ដោះគោកាហ្វេដោះគោហ្វីនដាក់ទៅគឺចាប់តែម្ដងអញ្ចឹងយើងមិនមែនប្រើបានទៅដោះគោកាហ្វេដោះគោទេយើងប្រើបានដាក់ជាមួយតែបៃតងដាក់សូកូឡាអីបានទាំងអស់នេះគឺទឹកដោះគោ coffee ខ្ទិះសម្រាប់នេះគឺម៉ូម៉ូទឹកដោះគោស្រស់យើងហ្នឹងម៉ូម៉ូអញ្ចឹងអ្នកទាំងអស់គ្នាលាយដូចនេះទៅគឺឆ្ងាញ់ដាក់ទឹកដោះគោនឹងជាមួយកាហ្វេហ្វីនត្រូវហ្មងដាក់ទៅគឺចាប់ខ្ទិះឆ្ងាញ់តែម្ដងសម្រាប់ទឹកដោះគោខ្ទិះបន្ទាប់មកយើងរបៀបឆុងសូកូឡាសម្រាប់សូកូឡានេះគឺយើងដាក់ទឹកធ្វើ80 ml អត់ដល់2កន្លះកែវហ្នឹងឯងយើងយកស្ទើបន្តិចហើយ2រង្វាល់យើងដាក់សូកូឡា2ស្លាបព្រាកាហ្វេដាក់កំប៉ុងទៅបន្ទាប់មកយើងដាក់ម្សៅទឹកដោះគោហ្នឹងអ្នកទាំងអស់គ្នាយកមកអីក៏បានដែរម្សៅទឹកដោះគោយើងដាក់ហ្នឹងដើម្បីឲ្យវាខ្ទិះល្មួតឆ្ងាញ់ល្មួតយើងពេលយើងញ៉ាំទៅគឺឆ្ងាញ់តែម្ដងបន្ទាប់មកយើងដាក់ទឹកដោះគោស្រស់យើងចាក់ទឹកដោះគោស្រស់30 ml ទៅហើយយើងដាក់ទឹកដោះគោខាប់យើងដាក់ទឹកដោះគោខាប់មុនក៏បានយើងដាក់ទឹកដោះគោស្រស់មុនក៏បានតែនេះខ្ញុំច្រឡំដាក់ទឹកដោះគោស្រស់មុនហើយជាធម្មតាយើងដាក់ទឹកដោះគោខាប់មុនទៅឲ្យវាឆាប់រលាយជាមួយទឹកក្តៅសម្រាប់ទឹកដោះគោខាប់យើងដាក់តាមចំណុចភ្ញៀវញ៉ាំល្មមដាក់30 ml សម្រាប់សូកូឡានេះគឺកែវលេខ22សម្រាប់ទំហំកែវលេខ22បន្ទាប់មកយើងរោយទឹកដោះគោស្រស់បន្តិចទៅដើម្បីឲ្យវាឃើញស្អាតនេះជាសូកូឡារបៀបធ្វើសូកូឡាអញ្ចឹងកែវលេខ22នេះទាំងអស់គ្នាបន្ទាប់មកយើងឆុងមៀលធីយើងដាក់ទឹកមៀលធី150 ml សម្រាប់ទឹកស្ករល្មមយើងដាក់30 ml ហើយបើយើងដាក់សូវផ្អែម50%យើងដាក់តែ20 ml បានហើយយើងចាក់ចូលបំពង់ក្លុកហ្នឹងទៅបំពង់ក្លុកហ្នឹងនិយាយទៅមៀលធីអ្នកទាំងអស់គ្នាត្រូវតែធ្វើអញ្ចឹងវាសេកវាដើម្បីឲ្យវាបែកពុះយើងវាមិចចូលគ្នាល្អអញ្ចឹងមិនឆ្ងាញ់មៀលធីបើយើងចាក់កូរស្ករទឹកស្ករធម្មតាអត់ឆ្ងាញ់ទេហើយកុំដាក់ទឹកដោះគោខាប់បើអ្នកទាំងអស់គ្នាដាក់ទឹកដោះគោខាប់វាអត់ដិតល្អដូចយើងទៅដាក់ទឹកស្ករអត់ដិតជាតិតែព្រោះមៀលធីយើងធ្វើពីទឹកតែអញ្ចឹងយើងបានមៀលធីកែវលេខ22នេះជាមៀលធីកែវលេខ22ជាការស្រេចសម្រាប់ topping យើងលម្អហ្នឹងគឺយើងចង់ដាក់ចាហួយក៏បានចាហួយយើងចាក់ក៏បានគុជក៏បានគុជស្ងោរក៏បានអញ្ចឹងអ្នកទាំងអស់គ្នាមានអីដាក់ហ្នឹងទៅគឺមៀលធីវាដាក់អីក៏បានដែរបន្ទាប់មកយើងឆុងតែក្រូចឆ្មាអញ្ចឹងតែក្រូចឆ្មានេះគឺត្រជាក់អញ្ចឹងទឹកតែក្រូចឆ្មាត្រជាក់យើងឆុងយើងដាក់ក្រូចផ្សេងទៅតែក្រូចឆ្មាក្តៅយើងដាក់ផ្សេងតែក្រូចឆ្មាត្រជាក់យើងដាក់2000 ml នេះគឺ2000 ml បន្ទាប់មកយើងដាក់ក្រូចឆ្មា300សម្រាប់ត្រជាក់បើក្តៅយើងដាក់ត្រឹម250បើត្រជាក់ព្រោះត្រជាក់វាត្រូវមុតស្ករវាត្រជាក់ទៅវាទឹកវាត្រជាក់វាស្ករវាដិតណាអញ្ចឹងយើងត្រូវដាក់300សម្រាប់រសជាតិល្មមតែក្រូចឆ្មានេះរសជាតិល្មមអញ្ចឹងពេលដែលយើងលក់គឺងាយស្រួលចាក់យកតែម្ដងសម្រាប់អ្នកដែលចង់បានជូរយើងត្រូវថែមក្រូចឆ្មាទៀតបើអ្នកចង់បានផ្អែមយើងត្រូវដាក់ទឹកដែលយើងអត់ទាន់ដាក់ក្រូចឆ្មា